បងប្អូនថ្ងៃហ្នឹងមកបងត្រីនៅខាងប្រឡងកន្លែងប្រឡងថ្មីបងប្អូនទៅនេះកន្លែងនេះបងត្រីប្រហុកល្អបងប្អូនអើយត្រីប្រហុកមួយស្នាញ់សិតតែអស់ទោះហើយមួយស្នាញ់5គីឡូមួយស្នាញ់5 10គីឡូក៏មានមួយស្នាញ់10គីឡូក៏មានបងប្អូនហើយមកបងកន្លែងនេះប្រឡងថ្មីទីតាំងថ្មីបងប្អូនទឹករីងចង់ខាហើយបងប្អូននៅសល់តែ1គីឡុកអានេះនៅប៊ីគេបូមរួចហើយគេបូមរួចម្សាយហើយយើងបងត្រីប្រហុកហើយនិយាយថាត្រីប្រហុកនោះនិយាយថាខ្លាំងមែនតើបងប្អូននិយាយថាមួយស្នាញ់ត្រីក៏ភ្លៀងត្រីក្រាញ់បងប្អូនអើយមួយស្នាញ់សិតតែ5គីឡូតិចបំផុត2គីឡូ3គីឡូបងប្អូនមួយស្នាញ់10គីឡូ5 10គីឡូក៏មានបងប្អូនមួយស្នាញ់លើអត់ចង់រួចទេក៏ភ្លៀងក្រាញ់កញ្ចុះបងប្អូនខ្លាំងគឺកញ្ចុះហ្នឹងហ្មងហើយខ្ញុំហៅទៅសាក់2សាក់3ទេកញ្ចុះតែហៅសាក់2បងប្អូនហើយឥឡូវនេះចាំអ៊ុតមើលទាំងអស់គ្នាបងប្អូនអានេះសណាញ់ទី2បងប្អូនសណាញ់ទី1អឡោះអស់ភាសាឥឡូវចូលអានេះសណាញ់ទី2បងប្អូនចាំអ៊ុតមើលទាំងអស់គ្នាមើលបងប្អូនថាបានច្រើនឬមួយក៏មិនច្រើនបងប្អូនចាំអ៊ុតមើលក៏លោថាខ្ញុំជាថាបងប្អូនចាំមើលទាំងអស់គ្នាបងប្អូនហើយសណាញ់នេះ12ហាត់បងប្អូនបោខ្ញុំគាត់លេងមិនធម្មតាទេសណាញ់12ហាត់បងមិនចង់រួចទេបងប្អូនខ្ញុំគាត់តែលើកមិនចង់រួចតែគាត់បងយ៉ាងឃើញបងប្អូនសណាញ់12ហាត់នោះបងប្អូនឃើញបងប្អូនចូលក្រាញ់មួយបងប្អូនក្រាញ់នេះស្ដាច់ក្រាញ់ហើយបងប្អូនកលា5ក៏ផ្លិចអត់ចេញទេបងប្អូនត្រីក្រាញ់នេះត្រីក្រាញ់នៅកន្លែងនេះគឺថាសណាញ់កលា5ក៏ផ្លិចអត់ចេញទេបងប្អូនហើយឃើញលើកត្រៀបហ្នឹងមិនមែនខ្ពើមត្រីទេបងប្អូនដោយសារតែកញ្ចុះច្រើនពេកបងប្អូនអញ្ចឹងយើងលើកមកយើងអស់មកយើងត្រូវការមានការប្រុងប្រយ័ត្នបងប្អូនបើយើងមិនប្រុងប្រយ័ត្នទេគឺដឹងតែបានរបស់វាហើយបងប្អូនបាទចាំអ៊ុតមើលទាំងអស់គ្នាបងប្អូនថាបានឬមួយក៏មិនបានបងប្អូនបើតែអ្នកលើកទៅប្រយ័ត្នប្រយែងមែនតើណាបងប្អូនតែមិនប្រយ័ត្នប្រយែងនឹងបានបោះកញ្ចុះហើយបងប្អូនអូស្នាញ់នេះរៀងអត់ទៅចូលទេបងប្អូនស្នាញ់ទី1មិញបានមកធុងពេត្រូបងប្អូនឥឡូវចាំមើលថាបានប៉ុណ្ណានេះស្នាញ់ទី2បងប្អូនរៀងក្រាន់បានដែរបងប្អូនប្រហែលជា2គីឡូដែរនេះមកទៅនេះបងប្អូនស្នាញ់ទី2នេះចូលប្រហែល2គីឡូដែរបងប្អូនហើយឥឡូវទេបងប្អូនតសែងស្នាញ់គាត់ថាជើងច្បាក់ក៏មិនធម្មតាដែរថាធ្ងន់មែនតើបងប្អូនហើយដល់ពេលនឹងស្នាញ់ចូលត្រីផងចូលទឹកផងសើមផងលើកមិនចង់រួចទេបងប្អូនហើយនៅក្នុងព្រៃសិតតែបលាអូយទេបងប្អូនជីវិតថាជន់កន្លែងណាក៏មុតដែរបងប្អូនមុតជើងមុតដៃហើយនេះមកអលាស់មិនចង់ចេញទេបងប្អូនត្រីកញ្ចុះបាក់អលាស់ថាត្រីកញ្ចុះហើយត្រូវការប្រយ័ត្នប្រយែងមែនតើបងប្អូនតោះតែកាច់ធ្មង់កាច់អីវាចេញអស់បានអលាស់បានបងប្អូនមកថាចេះតែអលាស់ឆៅហ្មងតាមស្រួលស៊ីដៃហ៎បងប្អូនហើយតែមុតដៃហើយបើដូចខ្ញុំវិញតែមុតដៃហើយដឹងតអង្គុយរោលភ្លើងបងប្អូនបើគេអ្នកខ្លះគេមុតគេធ្វើធម្មតាបងប្អូនយើងខ្លះគាត់មុតត្រីកញ្ចុះមុតត្រីដៃគាត់ធ្វើធម្មតាតែសម្រាប់ខ្ញុំអត់ទេបងប្អូនសម្រាប់ខ្ញុំគឺថាបើសិនជាមុតហើយគឺការពីតូចអង្គុយយំបងប្អូនចាស់គាត់ចំណាំថាចេះបងប្អូនចាស់ថាវាចាញ់ពីក្មេងធំឡើងអត់ចាញ់នេះចាស់ទៅលែងចាញ់តែខ្ញុំអត់ទេបងប្អូនតាំងពីអាយុ4-5 ឆ្នាំមកដល់ឥឡូវខ្ញុំនៅតែចាញ់បងប្អូនឥឡូវអាយុចង់30ហើយបងប្អូននៅតែចាញ់តែប្រហែលនៅតែចុះទៅនៅតែប៉ះត្រីកញ្ចុះប៉ះត្រីដៃអត់បានទេបងប្អូនហើយស្នាញ់ទី2នេះយើងបងនេះម៉ោងប្រហែលជា6:40នាទីព្រឹកហើយបងប្អូនដោយសារយើងមកពីយប់បងប្អូនហើយជះលុយចាក់សាំងមិនធម្មតាទេបងប្អូនថ្មមកដល់កន្លែងនេះជីរុកកាត់ត្រោកកាត់ត្រាំងកាត់ព្រៃបងប្អូនអើយថ្មមកដល់ដីប្រហែលជា50-60គីឡូបងប្អូនមកហើយមកនេះមកបងត្រីប្រហុកមែនបងប្អូនដោយសារស្នាញ់យើងកាឡា2ទេបងប្អូនកាឡា2កន្លះលើ2ក្រោមបងប្អូនកន្លះ2ក្រោម2កន្លះលើបងប្អូនហើយបើសិនជាកន្លះ18វិញមិនដឹងថាជាប់កញ្ចុះយ៉ាងណាទេបងប្អូនអានេះយើងកន្លះ2ផងកញ្ចុះជាប់ដល់ប៉ុណ្ណឹងបងប្អូនហើយតែថាស្រុកស្រែយើងបងប្អូនអើយជីវិតយើងអ្នកស្រុកអ្នកស្រែចំការខែតនេមានអីកែវពីរោត្រីទេបងប្អូនតែសារតែនៅផ្ទះទៅតនេអត់ដឹងធ្វើអីចឹងតែសារអត់មានតឡងអត់មានអីដកគេព្រោះតឡងដកអស់ហើយដកអស់តាំងពីខែ11 12ម្លេះបងប្អូនតែសារវាលិចទឹកហើយដល់អញ្ចឹងក៏ឆ្លៀតមកបងត្រីបងប្អូនហើយបងប្អូនយើងអ្នកដែលគេមានចការចន្ទីខែ12ខែ1នេះគេភញឹកជាមួយចការចន្ទីហ៎បងប្អូនតែសម្រាប់ខ្ញុំអត់មានចការចន្ទីធ្វើតែស្រែតែមុខអញ្ចឹងគឺថាតនេមានដារោត្រីទេបងប្អូន
តែណែពីបងប្អូនយើងគេហៅគាត់ហៅធ្វើម៉ាស៊ីនធ្វើអីចឹងទៅក៏ឆ្លៀតមករកត្រីខ្លះបិទទូរស័ព្ទខ្លះខ្លះទៅបងប្អូនដើម្បីបានដើររំហែខួរក្បាលខ្លះផងអញ្ចឹងយើងដើរវាសុបាយខ្លះទៅរំហែខួរក្បាលបានចាប់ត្រីចាប់អីចឹងណារំលឹកអនុស្សាវរីយ៍កាលយើងនៅក្មេងៗហ្នឹងបងប្អូនរំលឹកអនុស្សាវរីយ៍កាលយើងទៅឲ្យបងប្អូនណាខ្លះដែលធ្លាប់ឆ្លងកាត់ជីវិតបែបហ្នឹងបងប្អូនភ្លេចចូលមកខមមិនម្នាក់មួយផងមើលថាធ្លាប់ឆ្លងកាត់ជីវិតបែបហ្នឹងអត់ទេបងប្អូនថាអ្នកដែលឆ្លងកាត់ជីវិតបែបហ្នឹងគឺមានអារម្មណ៍យ៉ាងណាយ៉ាងណីដែរបងប្អូននិយាយទៅអ្នកដែលកើតជំនាន់9ជាង8ជាងកប់អីធៀបបាទគិតតែធ្លាប់ឆ្លងកាត់ហើយបងប្អូនថ្ងៃវាជំនាន់ឆ្នាំ2000អីហ្នឹងនៅធ្លាប់បានឆ្លងកាត់ជីវិតបែបនេះច្រើនថាឡើងដល់2015 2006រៀងអាយាលហើយមិនសូវមានមិនសូវជាបានដើរចាប់ត្រីដើរតាមឪចាប់ត្រីចាប់តាមម៉ែចាប់ត្រីដូចក្មេងជំនាន់9ជាងឯងបងប្អូនទៅអូយបាទហើយនិយាយត្រីក្រាញ់មួយសឹកខ្នាតបងប្អូនមើលឃើញចូលកាមេរ៉ាតូចបងប្អូនតែត្រីក្រាញ់នេះកាឡា4ក៏ប្លែកអត់ចេញដែរបងប្អូនត្រីក្រាញ់នេះធំណាបងប្អូនហើយនោះឃើញចូលដែងមួយបងប្អូនចូលដែងមួយយ៉ាងសង្ហាណាបងប្អូនស្ងៀមឈឹងបាទហើយអ្នកដោះត្រីមិនហ៊ានដោះលឿនទេបងប្អូនដោយសារកញ្ចុះដូចខ្ញុំថាចឹងបងប្អូនគឺកញ្ចុះច្រើនបងប្អូនតែចូលនឹងកាមេរ៉ាមើលអត់សូវឃើញកញ្ចុះឃើញតែត្រីកំភ្លេងនិងត្រីក្រាញ់បងប្អូនតែមកសំណាញ់នេះបានតិចមែនតើបងប្អូនបានប្រហែល2គីឡូទេបងប្អូនអត់ដូចអាសំណាញ់ទី1បានប្រហែលជាបើនិយាយទៅមកធុងពេត្រូបងប្អូនគឺពេញបងប្អូនខ្វះតែបន្តិចទេពេញគឺកាចធុងពេត្រូបងប្អូនខ្លាញ់វាមិនទៅឆ្អឹងណាបាទហើយបងប្អូនកុំភ្លេចជួយ like ជួយ share ជួយ follow page ស្រុកស្រែហូបទៅក្នុងខ្នងចេញហើយនឹងនៅលើ channel YouTube ស្រុកស្រែហើយនឹង channel YouTube ក្បាលអាហ្នឹងដែលគ្មានខ្លាច់ភ្នែកស្រក់ទឹកមាត់ម្នាក់មួយផងបងប្អូនដើម្បីជាការលើកទឹកចិត្តឲ្យខ្ញុំបាទបង្កើតវីដេអូថ្មីចែកជូនបងប្អូនទស្សនាជាបន្តទៀតចឹងបងប្អូនហើយធ្វើវីដេអូដើរបង្កើតវីដេអូយូរណាស់ហើយតាំងពី2022មិនទាន់បានលុយពីវីដេអូសំបីតែមួយសេនទេបងប្អូនសង្ឃឹមថាបងប្អូនជួយ like ជួយ share ជួយ follow ជួយចូលមក comment ដើម្បីគីឡូឆាប់បានក្រុមហ៊ុន Facebook ឬមួយក៏ YouTube ទម្លាក់ឲ្យរលុយចឹងបងប្អូនដោយសារថាតែបានស្គាល់ជាតិចាយខ្ញុំវិញបងប្អូនចង់ស្គាល់រសជាតិថ្ងៃលើតែមេថារកបានហ្នឹងមេបាទហើយជាចុងក្រោយជូនពរពុកម៉ែបងប្អូនសុខសប្បាយទាំងអស់គ្នាហើយក៏សូមជម្រាបលាពុកម៉ែបងប្អូនតែប៉ុណ្្នឹងហើយជួបគ្នានៅវីដេអូក្រោយបាទអរគុណច្រើនពីមកយកមួយថ្ងៃទៅបាត់ឈឺបងមិនស្នាញ់ទៀតលើស្នាញ់អុកលើជើងមិនស្អីនៅជើងទៀត